គាត់នៅក្មេងពេកខ្ញុំទទួលគាត់អត់បានគាត់ក្មេងហួសហើយអីក៏គាត់ហ៊ានម្លេះគាត់ផ្ដាំផ្ញើថាប៉ាមិនបាច់អីទេអូននៅខាងមុខហើយអូនអ្នកពាំងប៉ាសម្រានទៅមិនអូនដឹងហើយទឹកចិត្តឪពុកមិនអោយបារម្ភពីកូនយ៉ាងម៉េចបាទតាមមួយគាត់ជាមនុស្សល្អផងលោកគ្រូអូយគាត់ល្អណាស់គាត់ផ្នែកកីឡាផ្នែកអីការ៉ាតេអីនៅសហព័ន្ធបានទៅប្រកួតបានទៅអីច្រើនណាស់គាត់បានមេដាយជាតិជូនជាតិច្រើនបាទខាងការ៉ាតេបាទអូចេះការ៉ាតេទៀតបាទការ៉ាតេគាត់ក៏ចេះបាទគាត់បានមេដាយច្រើនបាទគាត់បានការ៉ាតេខ្សែក្បាត់ខ្មៅមកដាំដែរមានន័យថាគាត់ទើបតែចូលធ្វើជាទាហានក៏ដូចជាវរៈកងទ័ពនេះនៅពេលដែលប្រទេសយើងកំពុងតែមានសង្គ្រាមឈានពានពីប្រទេសសៀមហ្នឹងបាទមុននឹងបន្តិចអូបាទមុនសង្គ្រាមបាទគាត់បាននិយាយប្រាប់ទៅលោកពូដែលជាឪពុកដែរថាដោយសារតែទឹកចិត្តគាត់ស្រឡាញ់នៅការពារប្រទេសជាតិទៅគាត់សម្រេចចិត្តថាធ្វើជាកងទ័ពនេះពូបាទនឹងឲ្យគាត់ស្រឡាញ់គាត់ចង់ការពារជាតិដើម្បីកិត្តិយសបាទគាត់ថាប៉ាដើម្បីកិត្តិយសគ្រួសារយើងអូនសុខចិត្តទៅអូននៅក្មេងក៏